ការងារដូចគ្នាកន្លែងធ្វើការតែមួយមុខតំណែងដូចគ្នាហើយប្រាក់ខែដូចគ្នាប៉ុន្តែមានម្នាក់និយាយថាកន្លែងហ្នឹងមានសម្ពាធហើយម្នាក់ទៀតនិយាយថាកន្លែងហ្នឹងអាចធ្វើបានតើវាអាចមកពីកត្តាកន្លែងហ្នឹងវាមានសម្ពាធពិតមែនឬមួយក៏មកពីខ្លួនយើងផ្ទាល់វាអាចដែរវាអាចមកពីកន្លែងហ្នឹងវាមានសម្ពាធពិតមែនក៏ប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំចង់លើកមកតែពីករណីដែលមកពីខ្លួនយើងផ្ទាល់វាអាចមកពីខ្លួនយើងផ្ទាល់ច្រើនជាង 90% នៃការជោគជ័យជាមួយនឹងការងារគឺវាអាស្រ័យទៅលើការប្រស័យតាក់ទងការតាក់ចរិតសម្ដីសម្ដៅអ្វីដែលយើងនិយាយពេលលេងសើចអីហ្នឹងគឺ 90% គឺសម្រេចទៅលើរឿងអស់ហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាមុននឹងចូលទៅដល់កន្លែងធ្វើការជួយឆែកមើលខ្លួនឯងសិនសម្ដីសម្ដៅអត្តចរិតរបស់យើងវាគួរឲ្យគោរពវាគួរឲ្យរាប់អានវាគួរឲ្យមនុស្សជុំវិញខ្លួនទុកចិត្តយើងដែរអត់ព្រោះថាមនុស្សជុំវិញខ្លួនរបស់យើងគឺសុទ្ធតែខុសគ្នាទាំងអស់មនុស្សផ្សេងគ្នាទាំងអស់អញ្ចឹងពាក្យសម្ដីសម្ដៅចេះគោរពមេកាយមនុស្សផាកផាយគ្នាមនុស្សដែលមានឋានៈផ្សេងគ្នាការលេងសើចគឺខុសគ្នាទាំងស្រុងអ្វីដែលយើងអាចធ្វើបានគឺប្រយ័ត្នជាមួយនឹងសម្ដីដែលយើងនិយាយអត្តចរិតដែលយើងកំពុងតែធ្វើហើយចេះគោរពអ្នកដទៃបន្ទាប់បីជាពេលខ្លះខ្ញុំលេងសើចបន្តិចមែនប៉ុន្តែខ្ញុំមិនធ្វើឲ្យជ្រុលពេកទេព្រោះខ្ញុំជាមនុស្សម្នាក់ដែលចេះក្រែងចិត្តគេមនុស្សម្នាក់មិនអាចនិយាយពាក្យសម្ដីដូចគ្នាទៅកាន់មនុស្សម្នាក់មិនអាចលេងសើចមិនអាចនិយាយទៅកាន់ពាក្យសម្ដីតែមួយបានទេមនុស្សស្រីការលេងសើចគឺបែបពេលដែលយើងនិយាយជាមួយនឹងមនុស្សស្រីការលេងសើចរបស់យើងគឺតាមរបៀបមនុស្សស្រីពេលដែលយើងនិយាយជាមួយនឹងមនុស្សប្រុសនិយាយជាមួយនឹងមេកាយគឺរបៀបនិយាយគឺផ្សេងគ្នាទាំងអស់ខ្ញុំជាមនុស្សម្នាក់ដែលចេះក្រែងចិត្តអ្នកដទៃអញ្ចឹងពាក្យសម្ដីនេះគឺជាអ្វីដែលខ្ញុំប្រយ័ត្នបំផុតជាពិសេសគឺនៅកន្លែងការងារវាអាចឆ្លុះបញ្ចាំងពីអត្តចរិតរបស់ខ្ញុំបានជាទូទៅខ្ញុំមិនដែលមានសម្ពាធនៅកន្លែងការងារទេព្រោះខ្ញុំដឹងថាខ្ញុំប្រាប់ខ្លួនឯងហើយថាមុននឹងចេញពីផ្ទះទៅកន្លែងធ្វើការគឺខ្ញុំនឹងជួបមនុស្សជាច្រើនរាប់រយប្រភេទគឺខ្ញុំនឹងជួបមនុស្សរាប់រយប្រភេទផ្សេងគ្នាហើយអ្វីដែលខ្ញុំអាចធ្វើបានគឺខ្ញុំអាចបត់បែនផ្លាស់ប្ដូររបៀបនៃការនិយាយផ្លាស់ប្ដូររបៀបនៃការលេងសើចផ្លាស់ប្ដូរនៃការរបៀបឆ្លើយឆ្លងទៅកាន់មនុស្សជុំវិញខ្លួនខ្ញុំមិនអាច control ខ្ញុំមិនអាចគ្រប់គ្រងខ្ញុំមិនអាចចង់ឲ្យអ្នកដទៃដូចអ្វីដែលខ្ញុំចង់បានទេប៉ុន្តែខ្ញុំអាចផ្លាស់ប្ដូររបៀបឆ្លើយតបទៅកាន់អ្នកដទៃបានសង្ឃឹមថាអ្នកនរគ្នានឹងយល់ពីអ្វីដែលខ្ញុំកំពុងតែនិយាយយើងអាចផ្លាស់ប្ដូរអត្តចរិតរបស់អ្នកដទៃផ្លាស់ប្ដូរការនិយាយស្ដីរបស់អ្នកដទៃបានទេប៉ុន្តែយើងអាចផ្លាស់ប្ដូររបៀបដែលយើងឆ្លើយតបទៅកាន់អ្នកដទៃបានមនុស្សស្រីមនុស្សប្រុសមនុស្សស្អីគឺរបៀបរបបនៃការសម្ដីសម្ដៅគឺនិយាយផ្សេងគ្នាអញ្ចឹងយើងអាចប្រើរបៀបដែលយើងនិយាយជាមួយមនុស្សប្រុសទៅកាន់និយាយជាមួយមនុស្សស្រីបានទេហើយរបៀបនៃការនិយាយរបៀបដែលយើងនិយាយជាមួយនឹងមនុស្សស្រីក៏អាចនិយាយទៅកាន់មនុស្សប្រុសបានដូចគ្នាដែរអញ្ចឹងយើងត្រូវតែចេះបត់បែនហើយត្រូវចេះគោរពឲ្យលំទោនហើយបត់បែនគ្រប់កលៈទេសៈទាំងអស់ពាក្យសម្ដីដែលយើងនិយាយលេងសើចជាមួយនឹងអ្នកដែលមានឋានៈបហផាយយើងគឺផ្សេងហើយពាក្យសម្ដីដែលយើងនិយាយជាមួយនឹងមេកាយរបស់យើងគឺផ្សេងអញ្ចឹងអ្នកគ្នាត្រូវចេះបត់បែន